ឈប់ផឹករឿង4យ៉ាងដែលអ្នកទាំងអស់គ្នាត្រូវតែគិតពិចារណាមុនពេលដែលយើងយកកូនទី1គឺទៅលើសុខភាពហើយជាមួយនឹង care lifestyle របស់យើងជាទូទៅមុនពេលដែលយើងមានកូនយើងត្រូវការទៅ check up ជាមួយសុខភាពរបស់យើងសិនថាតើខ្លួនប្រាណរបស់យើងជានិស្ស័យនេះ ready នឹងការទទួលយកមាន baby ប្រកបកំណត់បានពីព្រោះពេលខ្លះទៅខ្លួនប្រាណរបស់យើងវាអត់ទាន់ ready ទេមានទី1ដូចជាថាយើងអត់ទាន់មានជាមួយនឹងវ៉ៃតាមីនគ្រប់គ្រាន់ដូចជាប្រភេទ folic acid ជាយើងត្រូវការញ៉ាំមុនរយៈពេល3ខែហើយជាមួយនឹងការ check មើលជាមួយនឹងប្រវត្តិគ្រួសារទាំងយើងហើយជាមួយនឹងខាងគ្រួសាររបស់យើងអញ្ចឹងណាពីព្រោះតកតងជាមួយប្រវត្តិជំងឺនេះគឺវាសំខាន់មានការអីគឺយើងនឹងរកវិធីការពារទុកជាមុនសម្រាប់តកតងជាមួយនឹង lifestyle ដែលខ្ញុំនិយាយមុនហ្នឹងគឺខ្ញុំចង់ប្រាប់ទៅលើថាយើងត្រូវការឈប់ជក់ឈប់ផឹកគេថាឈប់ជក់ឈប់ផឹកនិយាយស្ដាប់ឈប់ជក់ឈប់ផឹកនឹងការឈប់ប្រើប្រាស់ថ្នាំផ្សេងមិនថាជាប្រភេទថ្នាំមិនមែនថាជាប្រភេទថ្នាំសម្រាប់ទម្ងន់អីហ្នឹងគឺសុទ្ធតែញ៉ាំអត់បានទាំងអស់ដើម្បីយើង maintain សុខភាពរបស់យើងទី2អ្នកទាំងអស់គ្នាគឺគេថាទៅលើ finance របស់យើងទៅលើហិរញ្ញវត្ថុរបស់យើងគិតទាំងពីរនេះថាតើប្រាក់ខែរបស់យើងលុយរបស់យើងនេះតើយើងចាយគ្រប់អត់បើសិនជានៅពេលដែលយើងមានកូនពីព្រោះនៅពេលដែលយើងមានកូនអ្នកទាំងអស់គ្នាការចំណាយរបស់យើងវាអត់ដូចសប្តាហ៍ថ្ងៃនេះទេយ៉ាងនិយាយទៅយ៉ាងតិចណាក៏ត្រូវគុណជា2ដែរឬក៏គុណជា3ទៀតពីព្រោះដោយសារយើងត្រូវទិញnepiត្រូវទិញទៅដោះគោត្រូវចំណាយនៅពេលដែលគាត់ឈឺចាក់វ៉ាក់សាំងចាក់អីអូយអ្នកទាំងអស់គ្នាច្រើនខ្លាំងអញ្ចឹងយើងត្រូវការត្រៀមទុកមុនថាតើយើងអាចមានលទ្ធភាពទៅអត់អ្នកទាំងអស់គ្នាឬក៏យើងមានវិធីមួយណាដែលយើងអាចមានលទ្ធភាពនឹងចិញ្ចឹមគាត់ណាទី3អ្នកទាំងអស់គ្នាគេហៅថាទំនាក់ទំនងរវាងប្រិយប្រពន្ធយើងត្រូវការជជែកគ្នាជាមួយនឹងដៃគូរបស់យើងសួរថាគាត់ពិតជាវាថាអាច share ចែករំលែកទំនួលខុសត្រូវជាម្ដាយឪពុកនឹងបានដែរឬក៏អត់ឬក៏ជួយកិច្ចការងារផ្ទះបានឬក៏អត់ឬក៏ជួយមើលថែកូនបានដែរឬអត់ពីព្រោះអ្នកទាំងអស់គ្នានៅពេលដែលយើងបង្កើតកូនចេញមកបើសិនជាយើងតែម្នាក់ឯងជំនឿស្រីមើលតែម្នាក់ឯងអ្នកទាំងអស់គ្នាគេហៅថាផ្លូវចិត្តណាបើថាផ្លូវកាយអាហ្នឹងថាអូខេយើងអាចចេះធំធចិត្តតែផ្លូវចិត្តនេះបើសិនជាយើងមើលតែម្នាក់ឯងអ្នកទាំងអស់គ្នាគឺ stress ខ្លាំងមែនតើពីព្រោះយើងត្រូវការពេលវេលាមួយដែលយើងថាត្រូវការពេលដកដង្ហើមត្រូវការឲ្យគ្រួសាររបស់យើងនឹងជួយមើលថែគ្នាទៅវិញទៅមកពីព្រោះដោយសារទឹកចិត្តបន្តិចហ្នឹងអាចធ្វើឲ្យយើងជំនឿស្រីមានកម្លាំងគេហៅថាបន្តដំណើរទៅមុខទៀតសម្រាប់រឿងទី4អ្នកទាំងអស់គ្នាតាក់ទងជាមួយនឹង plan ទៅអនាគត